ប្រសិនបើយើងស្ទូងស្រូវសាបព្រោះសដែកឬពោតល្ងនៅដីនឹងហើយថ្មីត្បិតណាតែដីនឹងមានជីជាតិល្អក៏ប៉ុន្តែយើងជាម្ចាស់ដំណាំយើងអត់ចេះថែបដោយឲ្យស្មៅដោះបដោយឲ្យសត្វដតីចូលមកស៊ីខូចពូជនឹងអត់ដែរណាញោមណោះប៉ុនហ្នឹងអញ្ចឹងថ្មីត្បិតណាដែលយើងធ្វើទានជាមួយប្រសង់ជាស្រែប៉ុនដែលមានជីជាតិដែរប៉ុន្តែបែរយើងអត់ចេះថែពូជប៉ុនរបស់យើងបដោយឲ្យគ្រឿងសវឹងចូលខ្លួនហើយមកសុំសិលចូលអាសិលហើយញោមចូលទេបដោយឲ្យសេចក្តីកំណាញ់ការស្ដាយទ្រព្យសម្បត្តិរបស់យើងបវរណាចៃ4លោកវេគ្រឿងបច្ច័យ4កេនលោកដូចមិនអស់តិចច្រើនណាស់ដូចស្ដាយដំបងគេចេះបញ្ចូលចេះហ៊ានតិចមកឥឡូវដល់ពេលយកប្រកេនលោកដូចស្ដាយគេណាហ្នឹងអាហ្នឹងដែលយើងអត់ចេះថែណាអញ្ចឹងបាននៅក្នុងការធ្វើទានហ្នឹងទាននេវៈបពេវៈទាននាសុមនោហោតញ៉ាំចិត្តឲ្យសុបាយរីករាយមុនពេលធ្វើទានឲ្យពេញចិត្តក្នុងការធ្វើទានទាំងចិត្តតាំងភាសាតេតិញ៉ាំចិត្តដែលកំពុងធ្វើទាននេះឲ្យសុបាយញ៉ាំចិត្តយ៉ាងម៉េចអាត្មាអញមានផតសំណាងបានលះបង់ទ្រព្យសម្បត្តិមកធ្វើទានសំណាងមានភិក្ខុសង្ឃចាំទទួលសំណាងឲ្យដែលអាត្មាអញជាមនុស្សសម្មាទិដ្ឋិបានថ្វាយទានចំពោះព្រះសង្ឃជីវិតអាត្មាអញចេះសំណាងរស់ដល់ថ្ងៃនេះកុំអីអាត្មាអញមិនដឹងបានធ្វើទានអត់ទេបើស្លាប់ពីឆ្នាំមុនខែមុនទៅបាត់ណោឃើញទេញោម